ត់ស្ទឹងនៅជ្រឹងពួនយំឆ្លងដល់ជំរុំចំការក្រូចស្រីម្លេះរួតប្រឹងរីកទទួលកាំងវៃខ្លែងតែរូបស្រីមិនឃើញទាំងស្រាអូនដើរបេះក្រូចបងលួចមើលមុំចំការស្រីធំជាច្រើនហិចតាសៅមកចេញផ្លែសង្កែចេញកាដូចណាត់ចិន្តាឲ្យជួមកវៃតវត្តតមំក្រហមដាងខ្ញុំកាពីរូបមុំក្រពុំពេញវ័យអូនចុះមួយទឹកលើស្ពានកងថ្មីបងក្លឹងស្មារតីព្រោះស្រីល្អណាស់រឿងបាត់ដំបងចងចិត្តខ្ញុំហើយទាំងសង្កែអើយកុំហូរបាញ់ច្រាំងសូមលោកមេបាមីងៀកមេចាស់ជួយប្រណីខ្លះដល់កវីផងតាមំក្រហមដាងខ្ញុំកាពីរូបមុំក្រពុំពេញវ័យអូនចុះមួយទឹកលើស្ពានកងថ្មីបងក្លឹងស្មារតីព្រោះស្រីល្អណាស់រឿងបាត់ដំបងចងចិត្តខ្ញុំហើយសង្កែអើយកុំហូរបាញ់ច្រាំងសូមលោកមេបាមីងៀកនេងចាស់ជួយប្រណីខ្លះដល់កវីផងរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតលាសន្មតថាចប់ដោយបរិបូរណ៍យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់អស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អប្រាជ្ញាឆ្លៀវវៃនិងសេចក្តីសុខសាន្ត